ថ្ងៃនេះគឺទៅថ្ងៃអកបុកសំពះពេលខែសម្រាប់បងប្អូនតាមផ្ទះមួយប្រហែលជាសបោឲ្យហូបហើយតែខ្ញុំវិញបងប្អូនអត់ទេគឺមានតែម្ហូបសល់ពីព្រឹកហើយនឹងសល់ត្រីឆ្លូនបន្តិចសម្រាប់ជៀនហូបអញ្ចឹងណាបងប្អូននិយាយទៅពេលដែលចូលដល់ជីវិតរស់ស៊ីចេះបានដឹងកាលពីមុនអ្នករស់ស៊ីដែរប៉ុន្តែតែប្តីខ្ញុំមួយគាត់ម្នាក់ឯងសម្រាប់ខ្ញុំគាត់នៅផ្ទះធ្វើវីដេអូធម្មតាអីអញ្ចឹងណាអញ្ចឹងពេលបុណ្យពេលទៀនអីអញ្ចឹងទៅមានជួបជុំមានអីចឹងតែដល់ពេលឥឡូវនេះគឺខ្ញុំមកលក់ខ្លួនឯងដែរបងប្អូនអើយមានណាពេលរដូវបុណ្យទៀនចេះទៀតបងប្អូនឈប់សម្រាកធម្មតាដល់ពេលអញ្ចឹងទៅយើងលក់ដាច់ចុះហើយយើងក៏មិនចង់ចោលឱកាសចោលពេលវេលាល្អអញ្ចឹងទៅចឹងហើយក៏ចេះតែខំណាបងប្អូនចឹងហើយគឺមុខម្ហូបអីវ៉ាន់គឺខ្ញុំមិនសូវដែរបានធ្វើឯណាឲ្យគឺឆ្ងាញ់អីទេដូចខ្ញុំថាអញ្ចឹងដោយសារអីគឺស្រកការងារខ្លាំងដូចថ្ងៃហ្នឹងអីបងអូននិយាយទៅម៉ោង7:01បានខ្ញុំបានហូបបាយបងអូនហើយដល់ពេលល្ងាចនេះទៀតចាគឺអត់មានបានទៅណាមកណាទេបងអូនដល់ពេលរៀងអស់កម្លាំងខ្លាំងមានណាចានិយាយទៅសល់អីប្រហែលហូបប៉ុណ្ណឹងណាបងអូនអត់រួចមួយថ្ងៃទៀតទៅចាប់ចាំពេលចប់រដូវបុណ្យទានអីចាំយើងគិតទៀតអញ្ចឹងណាហ្នឹងសម្រាប់ខ្ញុំណាហត់កាយតែក៏សប្បាយចិត្តនៅអ្វីដែលយើងធ្វើអញ្ចឹងណាធម្មតាយើងអ្នកលក់ដូរពេលដែលយើងលក់ដាច់គឺយើងសប្បាយចិត្តខ្លាំងណាស់មែនទេអញ្ចឹងហើយអាកាសវាមិនចេះតែមានទេម្ល៉េះហើយខ្ញុំចេះតែក្តោបយកសិនទៅប៉ុន្តែក៏ខ្ញុំមិនខំអីទៅលើកម្លាំងខ្ញុំដែរពីមុនខ្ញុំឲ្យតែគឺកំងខ្ញុំសប្បាយចិត្តហើយខ្ញុំធ្វើរហូតដល់ថ្នាក់ខ្លួនឯងឈឺឥឡូវអត់ទេសុខភាពក៏សំខាន់ចាអើយលុយក៏សំខាន់និយាយត្រង់បងអូនចាអញ្ចឹងហើយយើងពីរហ្នឹងយើងត្រូវតាស្រឡាញ់ដូចគ្នាមែនទេបងអូនចាអញ្ចឹងហើយគឺខ្ញុំអើយមកកយៈនេះគឺខ្ញុំលក់ហើយប្រហែលជាអាចនឹងអើយអ៊ំទូកហើយខ្ញុំប្រហែលជាសម្រាប់សិនហើយទី1គឺក្តាមឡើងថ្លៃមែនទែនហើយមានបងប្អូនជាច្រើនគាត់ខមមិនមកខ្ញុំថាក្តាមនៅស្រុកគាត់1គីឡូតាអើយ1000ឬក៏2000ឬក៏3000អីអញ្ចឹងណាបងអូនខ្ញុំមិនដឹងថាក្តាមដូចគ្នាឬមួយក៏អត់ដូចទេណាបងប្អូនសម្រាប់ខ្ញុំឥឡូវគឺក្តាមគឺចាប់ផ្ដើមឡើងថ្លៃទៀតហើយបងអូនចាស់គឺ1គីឡូ9000បងអូនมันតែឡើងតែក្តាមឯណាបងអូននិយាយទៅគឺឡើងគ្រឿងគឺឡើងសង់តែគ្រប់តែម្ដងអញ្ចឹងហើយខ្ញុំគិតទៅគិតមកខ្ញុំប្រហែលជាអាចនឹងលក់វាមិនថាអត់ចំណេញទេបងអូនប៉ុន្តែវាចំណេញតិចយកតែមែនតែនថាសឹងនឹងអត់អើយសំនឹងកម្លាំងរបស់យើងណាបងអូនបើសិនជាខ្ញុំអត់ធ្វើខ្លួនឯងទៀតខ្ញុំចាំធ្វើតកែហ្មងទៀតដឹងតអត់ចំណេញហ្មងប៉ុន្តែដោយសារថាខ្ញុំសន្យាជាមួយនឹងបងអូនហើយថាអ៊ំទូកនឹងខ្ញុំនឹងលក់អញ្ចឹងហើយខ្ញុំក៏លក់ហ្មងទៅអញ្ចឹងហើយមានតែអ៊ំទូកហើយចាំខ្ញុំសម្រាប់វិញទៅហើយខ្ញុំក៏ពិបាកថាដែរបងអូនបើយើងនិយាយថាបញ្ចុះឲ្យគាត់បញ្ចុះតម្លៃអីចឹងក្តាមអីចឹងក៏ពិបាកដែរដោយសារថាមេឃវាភ្លៀងខ្លាំងទឹកវាឡើងអញ្ចឹងហើយបងប្អូនក៏គាត់ពិបាករកគាត់ពិបាកដាក់ដែរបើសិនជាយើងឲ្យគាត់ធូរថ្លៃពេកទៅគាត់ក៏មិនអាចលក់ឲ្យយើងកើតដែរអាហ្នឹងការយោគយល់គ្នាសម្រាប់យើងអ្នករស់ស៊ីទៅវិញទៅមកអញ្ចឹងណាដោយសារថាឥឡូវនោះគឺវាភ្លៀងហើយវាខ្យល់រហូតដល់បងអូនអញ្ចឹងហើយទឹកឡើងខ្លាំងអញ្ចឹងគាត់ថាអ្នកចេញរកអត់សូវហ៊ានចេញទេដោយសារថាខ្លាចខ្លាចមានបញ្ហាមានអីអញ្ចឹងណាអញ្ចឹងខ្ញុំក៏យល់តាមនឹងដែរអញ្ចឹងប្រហែលជាអាចនឹងថាផុតអ៊ំទូកនឹងប្រហែលជាខ្ញុំអាចនឹងសម្រាប់សិនហើយចាំមើលថាពេលដែលក្តាមចុះថ្លៃវិញទឹកស្រកអីអញ្ចឹងទៅក្តាមនឹងចុះថ្លៃវិញអញ្ចឹងទើបខ្ញុំធ្វើទៀតវិញអញ្ចឹងណាបងអូនអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការកំងក្តាមកំងអីបងអូនអាចកំងឲ្យហើយទៅនេះរដូវបុណ្យអ៊ំទូកឈប់សម្រាប់នេះគឺបងប្អូនអាចកំងបានដូចខ្ញុំនិយាយអញ្ចឹងគឺបងប្អូនអាចកំងបានណាបងប្អូនដោយសារខ្ញុំប្រហែលជាអាចធ្វើតែអ៊ំទូកប្រហែលថ្ងៃនឹងទេអ៊ំទូកឲ្យប្រហែលជាខ្ញុំឈប់សម្រាប់សិនដែរហើយណាបងប្អូន